តបថៃប្រមានកម្ពុជានៅថ្ងៃអង្គារនេះឲ្យគោរពបទឈប់បាញ់បន្ទាប់ពីក្របកំភ្លើងត្បាល់បានធ្លាក់ក្នុងស្រុកណាមយ៉ឺនតំបន់ព្រំដែនខេត្តឧត្តររាជធានីនៅវេលាម៉ោង 7:27 នាទីព្រឹកថ្ងៃទី 6 ខែមករាឆ្នាំ 2026 មានការផ្ទុះគ្រាប់ចេញពីគំនរសម្រាមនៅក្នុងភូមិសាស្ត្រមុំ3ខេត្តព្រះវិហារក្នុងទឹកដីកម្ពុជាកងកម្លាំងកម្ពុជាមិនបានបាញ់ផ្លោងចូលទឹកដីថៃទេដោយពួកវាបានចាប់ផ្សាយមួបង្កាច់នោះឡើយនៅថ្ងៃទី 6 ខែមករាឆ្នាំ 2026 នេះឧត្តមសេនីយ៍តូវិនថៃសូវ៉ារីអ្នកនាំពាក្យកងទ័ពជើងគោកបានថ្លែងថាកាលពីវេលាម៉ោង 7:40 នាទីព្រឹកកងកម្លាំងសុទ្ធនារីយោធនភូមិភាគទី 2 បានរាយការណ៍ថាមានអាវុធមិនស្គាល់ប្រភេទត្រូវបានបាញ់ចេញពីភាគីកម្ពុជាចូលមកក្នុងទឹកដីថៃនៅចំណុចភ្នំ469ស្រុកណាមយ៉ឺនខេត្តឧត្តរធានីបន្ទាប់ពីការស៊ើបអង្កេតបន្ថែមត្រូវបានគេបញ្ជាក់ថាវាគឺជាគ្រាប់កំភ្លើងត្បាល់ដែលបានបាញ់ចេញពីកម្ពុជាបណ្ដាលឲ្យទាហានថៃម្នាក់រងរបួសស្រាលដោយសារអំបែងគ្រាប់ទៀតហើយបងប្អូនគឺវាចាប់ផ្ដើមមួបង្កាច់មកកាន់ប្រទេសកម្ពុជាយើងបន្តទៀតហើយគឺវាអត់ឈប់តែម្ដងណាឥឡូវយើងមកបន្តព័ត៌មានបន្ថែមទៀតអ្នកភូមិតាមបណ្ដោយព្រំដែនត្រៀមខ្លួនសម្រាប់ការជម្លៀសខ្លួនជាលើកទី 3ពួកគាត់មានការនឿយហត់ដោយសារខកខានការងារនិងប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះការផ្ទុះអាវុធសារជាថ្មីប្រទេសនៅលើពិភពលោកបច្ចុប្បន្ននេះប្រទេសណាក៏ដោយឲ្យតែជួយកម្ពុជានៅកលៈទេសៈនេះប្រជាជនខ្មែរគោរពដឹងគុណគ្រប់គ្នាជួយតិចក្តីឬច្រើនក្តីកម្ពុជាជាប្រទេសរងគ្រោះដឹងគុណគ្រប់ប្រទេសសូមជួយ Subscribe Channel នេះខ្ញុំម្នាក់មួយដើម្បីតាមដាននៅព័ត៌មានបន្តទៀតព័ត៌មានក្តៅកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ក្រុងនឹងធ្វើនៅសប្តាហ៍ទី 1 ខែមករាឆ្នាំ 2026 គឺធ្វើនៅខេត្តសៀមរាបតែថៃសំលឹកពេសានស្ថិតនៅក្រោមហេតុផលរងចាំនីតិវិធីផ្ទៃក្នុងនៅថ្ងៃទី 6 ខែមករាឆ្នាំ 2026 ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនកំពុងត្រៀមលក្ខណៈសម្រាប់ការជម្លៀសខ្លួនដែលអាចកើតមានជាលើកទី 3 មនុស្សជាច្រើនបាននិយាយថាពួកគេកំពុងអស់កម្លាំងចិត្តដោយសារតែមិនអាចចេញទៅប្រកបរបរចិញ្ចឹមជីវិតបានហើយទៅរងចាំនៅតាមដានស្ថានភាពជាបន្តបន្ទាប់ក្រែងមានការប្រយុទ្ធគ្នាជាថ្មីកើតឡើងសម្រាប់ព័ត៌មានបន្តទៀតគឺមានបរិសុទ្ធជនជាតិខ្មែរម្នាក់ប្រាប់លោកត្រាំថាត្រូវការថវិកា $300,000 លានដើម្បីស្ដារប្រទេសឡើងវិញក្រោយសង្គ្រាមលោកលីវូដភូបានណែនាំខ្លួនថាជាបេក្ខភាពសម្រាប់តំណែងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសថៃកាលពីឆ្នាំ 2017 បានបង្ហោះលិខិតមួយដែលលោកបានផ្ញើទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំដោយចោទខ្លាំងថាប្រកាន់ប្រទេសថៃថាបានវីលុកយ៉ាងជ្រៅចូលមកទឹកដីកម្ពុជាអំឡុងពេលដែលមានចំនួនក្នុងឆ្នាំ 2025 សម្រាប់ព័ត៌មានបន្តទៀតគឺប្រទេសចិនស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងថៃនិងកម្ពុជាប្រទេសចិនបានសម្ដែងការស្វាគមន៍ចំពោះការបន្ធូរបន្ថយភាពតានតឹងតាមបណ្ដោយព្រំដែនកម្ពុជាថៃបន្ទាប់ពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលដកស្រង់ដោយស្ថានទូតចិនប្រចាំប្រទេសថៃកាលពីថ្ងៃទី 6 ខែមករាក្រសួងការបរទេសចិនបានលើកឡើងថាខ្លួនមានសេចក្តីសោមនស្សរីករាយដែលបានឃើញកិច្ចព្រមព្រៀងឈប់បាញ់គ្នាដែលចុះហត្ថលេខាកាលពីថ្ងៃទី 27 ខែធ្នូត្រូវបានអនុវត្តជាបណ្ដានិងការវិលត្រឡប់មកវិញដោយសុវត្ថិភាពនៃទាហានកម្ពុជាចំនួន 18 នាក់ដែលត្រូវបានភាគីថៃឃាត់ខ្លួននិងដោះលែងវិញនៅថ្ងៃទី 31 ខែធ្នូសម្រាប់ព័ត៌មានបន្ទាន់កម្ពុជាសម្ដែងការសោកស្ដាយបន្ទាប់ពីមានការផ្ទុះអំឡុងពេលដុតសម្រាមនៅតាមបណ្ដោយព្រំដែនអាជ្ញាធរថៃបានឲ្យដឹងថាកាលពីថ្ងៃអង្គារថាប្រទេសកម្ពុជាបានផ្ញើលិខិតសម្ដែងការសោកស្ដាយមកកាន់ប្រទេសថៃបន្ទាប់ពីមានការផ្ទុះមួយដែលធ្វើឲ្យទាហានកម្ពុជា 2 នាក់រងរបួសនៅជិតតំបន់ព្រំដែនយោធនភូមិភាគទី 2 របស់ថៃបានបញ្ជាក់ថាភាគីកម្ពុជាបានរាយការណ៍ថាកាលពីវេលាម៉ោង 7:27 ព្រឹកនៅថ្ងៃទី 6 ខែមករាកងទ័ពកម្ពុជាបានដុតសម្រាមនៅក្នុងទឹកដីកម្ពុជាក្បែរតំបន់ចុងបុកខណៈនោះមានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រភេទ DK-10 មួយគ្រាប់ដែលនៅក្នុងគំនរសម្រាមបានផ្ទុះឡើងកាលពីថ្ងៃទី 6 ខែមករាឆ្នាំ 2026 មជ្ឈមណ្ឌលប្រតិបត្តិការយោធនភូមិភាគទី 2 បានចេញសេចក្តីថ្លែងការណ៍មួយពាក់ព័ន្ធនឹងហេតុការណ៍ដែលទាហានម្នាក់បានរងរបួសដោយសារការផ្ទុះមីននៅតំបន់ចុងបុកស្រុកណាមយ៉ឺនខេត្តឧត្តររាជធានីកាលពីវេលាម៉ោងប្រហែល 7:25 នាទីព្រឹកមានសេចក្តីរាយការណ៍អំពីការផ្ទុះមួយនៅតំបន់ចុងបុកជាពិសេសនៅចំណុចភ្នំ469ក្នុងឃុំដូនប្រាឌិតកងកម្លាំងសូរនារីបានរាយការណ៍ថាការផ្ទុះនោះបានធ្វើឲ្យទាហានម្នាក់រងរបួស
គឺពលបាលឯកប្រធានភីឡាឆៃជាមេកងតូចនៃកងអនុសេនាធំកំភ្លើងធំលេខ1កងសេនាតូចថ្មើរជើងលេខ6021ដែលបានរងរបួសដោយសារអំបែងគ្រាប់ចំដៃស្ដាំហេតុការណ៍នេះបានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមអ្នកភូមិដែលបានរស់នៅតាមបណ្ដោយព្រំដែនដែលភាគច្រើនទើបតែបានត្រឡប់មកផ្ទះវិញបន្ទាប់ពីការជម្លៀសខ្លួនជាលើកទី2ហើយមិនទាន់អាចចាប់ផ្ដើមការងារដើម្បីរកចំណូលសម្រាប់ជីវភាពប្រចាំថ្ងៃនៅឡើយទេលោកស្រីផាត់យ៉ៃងានអាយុ61ឆ្នាំរស់នៅឃុំចន្ទផាស្រុកបាគ្រួតបាននិយាយថាលោកស្រីបានរៀបចំសម្លៀកបំពាក់និងសម្ភារៈប្រើប្រាស់រួចរាល់ហើយប្រសិនបើមានបញ្ជាឲ្យជម្លៀសខ្លួនលោកស្រីត្រៀមខ្លួនចាក់ចែងភ្លាមព្រោះលោកស្រីមិនច្បាស់ថាការជម្លៀសលើកទី3នេះអាចនឹងធ្ងន់ធ្ងរប៉ុណ្ណាឬថាតើអាវុធរបស់ភាគីកម្ពុជានឹងដូចមុនដែរឬយ៉ាងណាសម្រាប់ព័ត៌មានទី2របស់យើងគឺបរិសុទ្ធជាតិខ្មែរម្នាក់បានប្រាប់លោកត្រាំថាត្រូវការថវិកា$300,000 លានដើម្បីស្ដារប្រទេសឡើងវិញក្រោយសង្គ្រាមបន្ទាប់មកលោកបានអះអាងថាប្រតិបត្តិការយោធារបស់ថៃបានធ្វើឡើងលើសពីតំបន់ព្រំដែនដោយបានឈានចូលជ្រៅមកក្នុងទឹកដីកម្ពុជាប្រហែល60ម៉ាយល៍ប្រហែល99គីឡូម៉ែត្ររួមមានទាំងការទម្លាក់គ្រាប់បែកតាមអាកាសនិងការបាញ់ផ្លោងដែលលោកបាននិយាយថាបានប៉ះចំគោលដៅមិនមែនយោធានឹងបណ្ដាលឲ្យមានជនស៊ីវិលរងរបួសនិងជម្លៀសខ្លួនយ៉ាងច្រើនកកកនិងការបំផ្លិចបំផ្លាញយ៉ាងរាយប៉ាយលោកភូបានបន្តថាទីតាំងដែលរងផលប៉ះពាល់រួមមានមន្ទីរពេទ្យផ្ទះសម្បែងអគារពាណិជ្ជកម្មសាលារៀនភោជនីយដ្ឋាននានាប្រាសាទនិងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកបានបញ្ជាក់ថាផុសតាងត្រូវបានចងក្រងតាមរយៈបណ្ដាញផ្លូវការរួមទាំងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាផងដែរហើយមានពណ៌នាព្រឹត្តិការណ៍នេះថាជាការឈ្លានពានជាជើងចំនួនព្រំដែនធម្មតាដោយលោកបានប៉ាន់ប្រមាណថាថ្លៃចំណាយលើការកសាងនិងការស្ដារឡើងវិញក្រោយចំនួនមានចំនួនប្រហែល$300,000 លានហើយបានស្នើសុំឲ្យលោកត្រាំជួយណែនាំក្រុមហ៊ុនសហរដ្ឋអាមេរិកដែលមានបទពិសោធន៍សម្រាប់ការកសាងឡើងវិញទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជារហូតមកដល់ពេលនេះមិនទាន់មានការឆ្លើយតបណាមួយពីសេតវិមានបន្ទាប់ពីការបង្ហោះរបស់លោកភូនៅឡើយទេសម្រាប់ព័ត៌មានបន្តទៀតគឺប្រទេសចិនស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបត់ឈប់បាញ់រវាងកម្ពុជានិងថៃប្រទេសចិនបានជំរុញឲ្យភាគីទាំងពីរបន្តកិច្ចសន្ទនាពង្រឹងការទំនាក់ទំនងនិងខិតខំឆ្ពោះទៅរកការឈប់បាញ់គ្នាឲ្យបានគ្រប់ជ្រុងជ្រោយនិងប្រកបដោយនិរន្តរភាពស្ដារទំនុកចិត្តគ្នាទៅវិញទៅមកនិងកែលម្អទំនាក់ទំនងទ្វេភាគីដោយបញ្ជាក់ថានេះគឺជាផលប្រយោជន៍រយៈពេលវែងសម្រាប់ប្រទេសទាំងពីរក៏ដូចជាសម្រាប់តំបន់ទាំងមូលផងដែរតែអាចដែរទេគឺមិនអាចទេគឺថៃវាតែងតែបុករុកមកកម្ពុជារហូតឥឡូវថាទម្លាក់គ្រាប់បែកឯណាថាមានអ្នករងរបួសឯណាទៀតហើយបងប្អូនគិតទៅគឺវាអត់ចប់តែម្ដងឥឡូវនេះខ្ញុំសូមបន្តជាមួយនឹងព័ត៌មានថៃបន្តទៀតគឺវាបានចោទយើងបន្តទៀតហើយបងប្អូនកងទ័ពថៃព្រមានកម្ពុជានៅថ្ងៃអង្គារនេះឲ្យគោរពបទឈប់បាញ់បន្ទាប់ពីក្របកំភ្លើងត្បាល់បានធ្លាក់ក្នុងស្រុកណាមយឺនតំបន់ព្រំដែនខេត្តឧត្តរធានីនៅថ្ងៃទី6ខែមករាឆ្នាំ2026ឧត្តមសេនីយ៍តូប៊ិនថៃសុវ៉ារីអ្នកនាំពាក្យកងទ័ពជើងគោកបានថ្លែងថាកាលពីវេលាម៉ោង 7:40 នាទីព្រឹកកងកម្លាំងសូរនារីយោធិនភូមិភាគទី2បានរាយការណ៍ថាមានអាវុធមិនស្គាល់ប្រភេទត្រូវបានបាញ់ចេញពីភាគីកម្ពុជាចូលមកទឹកដីថៃវាមិនដែលប្រាប់បេតាថាជាគំនូរសម្រាប់ដែលផ្ទុះឡើងទេមិនបានបាញ់ទៅទេគឺកម្ពុជាមិនចង់បានសង្គ្រាមទេគឺចង់បានសន្តិភាពអញ្ចឹងកុំចេះថាម៉ៃគេខុសតែម្ដងអាចង្រៃនេះបន្ទាប់ពីហេតុការណ៍នោះកភាគីកម្ពុជាបានតាក់ទងមកអង្គភាពក្នុងតំបន់ដោយបានអះអាងថាហេតុការណ៍នេះមិនមែនជាចេតនានោះទេប៉ុន្តែវាគឺជាកំហុសឆ្គងដែលកើតឡើងអំឡុងពេលប្រតិបត្តិការរបស់បុគ្គលិកពួកគេអង្គភាពយោធាថៃនៅក្នុងតំបន់បានចេញការព្រមានដល់កម្ពុជាឲ្យមានការប្រុងប្រយ័ត្នខ្ពស់និងបានសង្កត់ធ្ងន់ថាប្រសិនបើមានកំហុសបែបនេះកើតឡើងម្ដងទៀតថៃអាចនឹងត្រូវបង្ខំចិត្តអនុវត្តវិធានការការពារខ្លួនស្របតាមវិធានការប្រយុទ្ធនិងការប្រើប្រាស់កម្លាំងក្នុងកម្រិតសមាមាត្រកម្ពុជាត្រូវបានជំរុញឲ្យមានការគោរពវិធានការឈប់បាញ់ឲ្យបានម៉ឺងម៉ាត់វាខុសតែម្ដងទេកុំប្រកាន់គ្នាពេកអីសិនជាអ្នកចិត្តខាងមែនគឺយើងគួរតែយកយល់គ្នាទៅឥឡូវយើងមកព័ត៌មានបន្តទៀតកម្ពុជាសម្ដែងការសោកស្ដាយបន្ទាប់ពីមានការផ្ទុះអំឡុងពេលដុតសម្រាមនៅតាមបណ្ដោយព្រំដែននេះដែរគឺជាសាររបស់កម្ពុជាផ្ញើទៅថៃបងប្អូនអាជ្ញាធរថៃបានឲ្យដឹងថាកាលពីថ្ងៃអង្គារថាប្រទេសកម្ពុជាបានផ្ញើលិខិតសម្ដែងការសោកស្ដាយមកកាន់ប្រទេសថៃបន្ទាប់ពីមានការផ្ទុះមួយដែលបានធ្វើឲ្យទាហានកម្ពុជា2នាក់រងរបួសនៅជិតតំបន់ព្រំដែនយោធិនភូមិភាគទី2របស់ថៃបានបញ្ជាក់ថាភាគីកម្ពុជាបានរាយការណ៍ថាកាលពីវេលាម៉ោង 7:20 នាទីព្រឹក
នៅថ្ងៃទី6ខែមករាកងទ័ពកម្ពុជាបានដុតសម្រាមនៅក្នុងទឹកដីកម្ពុជាក្បែរតំបន់ចុងបុកខណៈនោះមានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រភេទ DK-10 មួយគ្រាប់ដែលផ្ទុះនៅក្នុងគម្រោងសម្រាមកម្ពុជាបានបញ្ជាក់ថាហេតុការណ៍នេះគឺជាគ្រោះថ្នាក់អចេតនាទេនិងបានសម្ដែងការសោកស្ដាយដែលមានការបញ្ជាក់សារជាថ្មីនៃការបដិញ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីក្រោមច្បាប់អន្តរជាតិយុទ្ធនភូមិភាគទី2បានលើកឡើងថាស្ថានភាពតាមបណ្ដោយព្រំដែនគឺស្ថិតនៅក្រោមការគ្រប់គ្រងដោយកងទ័ពថៃនៅតែបន្តការត្បាតនិងត្រៀមលក្ខណៈការពារដើម្បីធានាសុវត្ថិភាពសាធារណៈនិងការពារកុំឲ្យមានការរីករាលដាលឡើងនៃចំនួនភាគីថៃបានបន្ថែមថាខ្លួនរំពឹងថាភាគីកម្ពុជានឹងធ្វើការស៊ើបអង្កេតប្រកបដោយតម្លាភាពអនុវត្តវិធានការការពារកុំឲ្យមានហេតុការណ៍ស្តីងគ្នានេះកើតឡើងទៀតនិងប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ដើម្បីស្ដារទំនុកចិត្តនិងធ្វើឲ្យស្ថានភាពវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានអញ្ចឹងសម្រួលគ្នាចឹងទៅតាមពីដើមឡើយក៏មិនឆ្លុះគ្នាដល់ប៉ុណ្ណឹងដែរសម្រាប់ព័ត៌មាននេះខ្ញុំក៏ត្រូវបញ្ចប់តែត្រឹមសិនសម្រាប់បងប្អូនដែលតាម Subscribe កុំភ្លេចណាសូមជួយ Subscribe នឹងខ្ញុំម្នាក់មួយដើម្បីជាកម្លាំងចិត្តនឹងវីដេអូថ្មីៗជាបន្តទៀតសូមអរគុណសូមជម្រាបលា